ដឹងថា to ហ្នឹងប្រើនៅពេលណាចំណុចណាដែលយើងសម្គាល់ថាយើងអាចប្រើវាបានមិនទាន់ដឹងមករៀនជាមួយខ្ញុំបងប្អូនខ្ញុំបង្ហាញពីចំណុចខ្លះៗដែលជាចំណុចសម្គាល់ឥឡូវមកមើលនៅក្នុងវីដេអូនេះខ្ញុំនាំបងប្អូនមករៀនពីរបៀបនៃការប្រើ to how to use to នេះគឺ to o មួយរបៀបប្រើប្រាស់ to ឲ្យបានត្រឹមត្រូវមកមើលចំណុចសម្គាល់ទី1ដើរតួជា preposition ដើរតួជាឈ្នាប់វាបង្ហាញ show directions វាបង្ហាញពីទិសដៅ to បូកជាមួយនឹង place to បូកជាមួយនឹង place មានន័យថាបង្ហាញពីទិសដៅយើងទៅនេះឧទាហរណ៍ឥឡូវទៅកំពង់ធំបង្ហាញពីទិសដៅទៅកំពង់ធំទៅហាងទៅលេងសៀមរាបទៅលេងកំពង់ចាមអាហ្នឹងគឺជាទិសដៅយើងបង្ហាញពីទិសដៅហ្មងអញ្ចឹងយើង to បូកជាមួយនឹង place អូខេបងប្អូនឥឡូវមកមើលឧទាហរណ៍ example ឧទាហរណ៍ I went to the មានន័យថា I went to the shop ខ្ញុំបានទៅ when នេះគឺជាអតីតកាលរបស់ go មានន័យថាយើងបានទៅហើយខ្ញុំបានទៅហាងមានន័យថាហាងហ្នឹងគឺយើងបានទៅហើយឃើញទិសដៅយើងទៅហាងហ៎I went to visit Angkor Wat មានន័យថាខ្ញុំបានទៅលេងអង្គរវត្តហើយvisit នេះយើងប្រែថាទស្សនាក៏បានទៅលេងក៏បានដែរ I went ខ្ញុំបានទៅហើយឥឡូវមកមើលឧទាហរណ៍មួយទៀត I went to school ខ្ញុំបានទៅសាលារៀនឃើញទេ to school ទិសដៅរបស់យើងគឺទៅសាលារៀនអាហ្នឹងគឺជាទិសដៅហ្មង I am going to PP tomorrow អញ្ចឹងខ្ញុំនឹងទៅភ្នំពេញនៅថ្ងៃស្អែកមានន័យថាថ្ងៃស្អែកហ្នឹងគឺទិសដៅរបស់ខ្ញុំនឹងទៅភ្នំពេញអញ្ចឹង PP ហ្នឹងភ្នំពេញឥឡូវមកមើលវាដើរតួមួយទៀតចំណុចដែលយើងសម្គាល់ដើរតួជា infinitive មានន័យថាមិនកំណត់វាគ្មានកំណត់ហ្នឹងយ៉ាងម៉េចទម្រង់របស់វាគឺ to បូកជាមួយនឹង verb មានន័យថា verb នៅខាងមុខ to ឥឡូវមកមើលឧទាហរណ៍ example ឧទាហរណ៍ we want to eat ice cream នេះ to នេះ eat នេះគឺជា verb ហើយ to នៅខាងមុខ eat ឃើញទេ to eat ice cream ឃើញ to នេះវាបញ្ជាក់ឲ្យ eat នេះឃើញទេបងប្អូនអញ្ចឹងឥឡូវមកមើលមួយទៀត she likes to sing ឃើញទេ to sing គឺជាកិរិយាសព្ទគឺជា verb ហើយ to នេះគឺនៅខាងមុខនេះឃើញទេនៅខាងមុខ verb to sing នាងចូលចិត្តច្រៀង she likes to dance នាងចូលចិត្តរាំ to dance នេះគឺកិរិយាសព្ទដែរឥឡូវមកមើលឧទាហរណ៍ទៀត I want you ឃើញទេ I want you to dance with Dara ខ្ញុំចង់ឲ្យអ្នកនេះទៅរាំជាមួយនឹងនេះ with ជាមួយនឹង Dara with ជាមួយនឹង Dara អញ្ចឹងនេះគឺជាចំណុចសម្គាល់ហើយយើងទៅមើលកន្លែងចំណុចសម្គាល់2ទៀតដែលយើងសម្គាល់តោះបងប្អូនចំណុចសម្គាល់ទី3 period of time រយៈពេលនៃពេលវេលាអញ្ចឹង period of time អញ្ចឹងឥឡូវមកមើលឧទាហរណ៍ example he works from Monday to Saturday អញ្ចឹងឃើញវាគឺជាពេលវេលារយៈពេលពីថ្ងៃច័ន្ទទៅដល់ថ្ងៃសៅរ៍អាហ្នឹងគឺជារយៈពេលមួយបងប្អូនអញ្ចឹងឥឡូវមកមើលមួយទៀត I work from 2 pm to 10 pm មានន័យថាខ្ញុំធ្វើការពីម៉ោង2នេះម៉ោង2 pm នេះទៅដល់ម៉ោង10 pm យប់អញ្ចឹងវាគឺជាពេលវេលានេះវាគឺជាពេលវេលាមួយចន្លោះពីម៉ោង2ទៅដល់ម៉ោង10យប់អញ្ចឹងវាគឺជា period of time
ចឹងឥឡូវមកមើលមួយទៀត my shop open from ឃើញទេ from 7 a.m. to 7 p.m. ចឹងមានន័យថាហាងរបស់ខ្ញុំបើកមានន័យថាហាងរបស់ខ្ញុំបើកទ្វារពីម៉ោង 7 ព្រឹករហូតទៅដល់ម៉ោង 7 យប់ 7 ល្ងាចអញ្ចឹងទៅម៉ោង 7 ល្ងាចអញ្ចឹងឃើញទេវាគឺជាពេលវេលាមួយចន្លោះពីពេលម៉ោង 7 ព្រឹកទៅដល់ម៉ោង 7 ល្ងាចអញ្ចឹងវាគឺជាពេលវេលាអាកន្លែងហ្នឹងចំណុចចំណាំទី 3 អញ្ចឹងឥឡូវមកមើលចំណុចចំណាំទី 4 ដែលយើងអាចចំណាំបានមានន័យថា give something to somebody មានន័យថាយើងផ្ដល់អ្វីមួយឲ្យទៅនរណាម្នាក់ឬមួយក៏នរណាម្នាក់គាត់ជាអ្នកទទួលអ្វីមួយពីគេឲ្យអញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំដាក់ចំណាំថា give something to somebody អញ្ចឹងឥឡូវមកមើលឧទាហរណ៍ example ឧទាហរណ៍ I give that phone នេះ I give that phone to James អញ្ចឹងនេះខ្ញុំបានឲ្យទូរស័ព្ទនេះឲ្យទូរស័ព្ទនោះទៅ James នេះទៅ James គឺជាមនុស្សគឺជានរណាម្នាក់ហ្នឹងហើយមានន័យថាយើងឲ្យអ្វីមួយទៅនរណាម្នាក់អញ្ចឹងខ្ញុំឲ្យទូរស័ព្ទហ្នឹងទៅ James ហើយឥឡូវមកមើលមួយទៀត please give this book to កាឬមួយក៏ to ស្រីកាមានន័យថាសូមឲ្យសៀវភៅនេះ this book នេះគឺសៀវភៅនេះទៅឲ្យនេះទៅនេះ to នេះទៅឲ្យស្រីកាឬមួយក៏កាអីចឹងទៅឈ្មោះអីដែលយើងចង់ដាក់ទៅអញ្ចឹងមានន័យថាយើងឲ្យសៀវភៅហ្នឹងទៅម្នាក់នោះមួយទៀតអញ្ចឹងឥឡូវមកមើលឧទាហរណ៍មួយទៀត I give $10 to Dara នេះមានន័យថាខ្ញុំបានឲ្យលុយ$10នេះ$10នេះ to Dara មានន័យថានេះទៅឲ្យ Dara ខ្ញុំឲ្យលុយ$10ទៅឲ្យ Dara ឃើញទេយើងឲ្យអ្វីមួយទៅឲ្យនរណាម្នាក់ទៅឲ្យអ្នកផ្សេងអញ្ចឹងអ្នកផ្សេងគឺជាអ្នកទទួលឬមួយក៏យើងឲ្យសម្បត្តិមួយទៅឲ្យអ្នកផ្សេងអីចឹងទៅអាហ្នឹងក៏វាស្ថិតនៅក្នុងចំណុចនេះដែរអញ្ចឹងឥឡូវមកមើលមួយទៀត please bring these pens to Dara នេះមានន័យថាសូមឲ្យប៊ិចទាំងអស់នេះប៊ិចទាំងអស់ហ្នឹងមានន័យថាវាមានច្រើនយើងប្រើ this គឺមានច្រើនមានលើសពី2ឡើងទៅមានន័យថាប៊ិចហ្នឹងវា5 10 20អីចឹងទៅ these pens to Dara អញ្ចឹងឃើញទេយើងឲ្យអ្វីមួយទៅ Dara យើងឲ្យប៊ិចហ្នឹងទៅ Dara សូមឲ្យប៊ិចហ្នឹងទៅ Dara សូមឲ្យ phone នេះទៅ Dara សូមឲ្យទូរស័ព្ទរបស់ខ្ញុំទៅMr. James អីចឹងទៅអញ្ចឹងយើងឲ្យអ្វីមួយទៅនរណាម្នាក់អញ្ចឹងយើងប្រើ to នេះអាកន្លែង first ក្រហមនេះគឺជាចំណុចដែលយើងចំណាំដែលយើងប្រើ to នៅពេលហ្នឹងគឺយើងប្រើ to បានអញ្ចឹងវីដេអូយើងត្រូវបានបញ្ចប់ហើយរបៀបនៃការប្រើ to គឺមាន4ចំណុចហ្នឹងខ្ញុំបង្ហាញបងប្អូនដែលចំណាំហើយអរគុណច្រើនបងប្អូនសម្រាប់ការតាមដានវីដេអូនេះដល់ចប់សូមកុំភ្លេចជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបានមេរៀនថ្មីគន្លឹះថ្មីចំណុចល្អៗពីខ្ញុំបាទឡើយគេងអរគុណច្រើនបងប្អូន